ដោយយើងម្ដងមក profile ក្នុងវីដេអូនេះខ្ញុំមកធ្វើឲ្យមើលថាហេតុផលអីយើងមើលនៅក្នុង profile នេះមានចំនួន677វីដេអូ760វីដេអូអានេះគឺបានន័យថាតិចណាមើលអានេះ7600អានេះ70អញ្ចឹងនៅពេលដែលយើងចង់ download ឧទាហរណ៍ថាខ្ញុំចង់ download អា60នេះចុះទីមួយខ្ញុំចូល Google ហើយខ្ញុំធ្វើឲ្យមើលថាអាយុយថាមើលអានេះបើសិនជាយើងចុចចេះវានឹងរាប់ជានាទីเนาะstopwatch វិញហ្នឹងstopwatch ចេះអូខេវារ៉ាន់អញ្ចឹងអូខេអញ្ចឹងយើងមកមើលទាំងអស់គ្នាទីមួយគឺខ្ញុំសាកជាមួយនឹងតាមពិតអានេះខ្ញុំធ្វើឲ្យតូចក៏បានដែរធ្វើឲ្យតូចចេះមកយើងអាចមើលឃើញទាំងអស់ធ្វើចេះមកអញ្ចឹងយើងចាំមើលខ្ញុំសាកនេះ63នេះដោយទីមួយគឺយើងត្រូវចូលទៅក្នុងelement បន្ទាប់មកអូខេចូលទៅហើយបន្ទាប់មកចូលទៅ network refresh មួយមកអូខេបន្ទាប់មកខ្ញុំវាយពាក្យថា one post នេះវាយមួយ web assam នេះបន្ទាប់មកយើងទៅយក cookie នេះខ្ញុំមកយក cookie នៅនេះបន្ទាប់មកខ្ញុំបើកdoyen.exe នឹងមកហើយខ្ញុំផាសនេះគឺផាស URL ចូលមុនเนาะមើលគេដាក់អីខ្លះ URL user អញ្ចឹងខ្ញុំយក user គឺយើងយកចាប់ពីត្រង់នេះមក copy មកតមកខ្ញុំផាសចូលតមកគូ enter តមកយើង copy មិញទៀតយ៉ាប់មែនផ្លិចរឿង copy មិញចំតាណាបាត់ហើយnetwork refresh ទឹកបាត់ network copy មិញនៅតាណានេះ copy នេះអូខេខ្ញុំផាស copy ចូលអញ្ចឹងវីដេអូវាចំនួនតែ63ទេអូយផ្លិច start timer មិញផ្លិច start timer នេះយើងមើលនឹងតែ60វីដេអូឯណាមិញគឺចំណាយអស់ពេលប្រហែលវិនាទីទៅបាត់ហើយអញ្ចឹងឥឡូវយើងចាំមើលវីដេអូវាមានចំនួន63អូខេអញ្ចឹង63ឥឡូវវា61ហើយណាហើយមិញហ្នឹងគឺគម្លាតដែលខ្ញុំអត់បានចុច start ហ្នឹងវាមិនដឹងប្រហែលវិនាទីទៅបាត់ហើយអូខេឥឡូវវា download ចប់ហើយនេះវាបាន61ហេតុអីបាន61ព្រោះពេលខ្លះគេក៏ upload ជារូបភាពពេលខ្លះគេ upload ជា note ហ្នឹងគឺវាដូចរូបភាពដែរហ្នឹងអញ្ចឹងសរុបទៅគឺខ្ញុំ stop វីដេអូ60ប្រើរយៈពេលប្រហែលជា1នាទីអានេះយើងឃើញណាតែឥឡូវយើងមកសាកមើលជាមួយនឹងប្រហែល7000មិញនឹងគឺហេតុផលហើយអូខេអញ្ចឹងទីមួយគឺខ្ញុំទៅយក user មក user តបមកខ្ញុំមកបើកតបមកខ្ញុំផាសចូលគូ enter បន្ទាប់មកខ្ញុំទៅយក copy ហ្នឹងតបមកយើងដាក់ចូលតបមក
ខ្ញុំទៅចុច start អូខេអញ្ចឹងយើងមកចាំមើលតាមពិតខ្ញុំមិនអាចថតទៅដល់ download ទៅដល់6000វីដេអូនឹងទេតែគ្រាន់តែវា scrape គ្រាន់តែ scrape នេះចាំមើលប្រើរយៈពេលប៉ុន្មាននាទីគ្រាន់តែ scrape URL វីដេអូហ្នឹងរយៈពេលប៉ុន្មានវិនាទីព្រោះវា7000ឥឡូវនេះទាំងអស់គ្នាឃើញនេះតាមបាន600នេះហើយនាទីឡើងគិតតែឡើងទៅហើយចាំមើលខ្ញុំឲ្យវា scrape ឲ្យចប់ហ្មងតើប្រើរយៈពេលប្រហែលវិនាទីឬប្រហែលនាទីចាំមើលណាអូខេសរុបកម្មវិធីអាលុតបាត់ហើយខ្ញុំ stop សិន3នាទីចិត្តកន្លះវា scrape មកតែអត់ save អត់ download អីទាំងអស់ព្រោះវាធំពេកដល់ពេលធំពេកចឹងទៅខ្ញុំជឿថាប្រហែលជាដូចយេន refresh cookie ឬក៏ disconnect ឬក៏ checkpoint captcha ដល់ពេលអញ្ចឹងវា download បាននេះមែនឃើញទេវាចេញមកអញ្ចឹងព្រោះវាច្រើនពេកអញ្ចឹងបានជាខ្ញុំព្យាយាមសរសេរកម្មវិធីឲ្យវា limit នៅជាមួយនឹងnumeric up down ហ្នឹងអាហ្នឹងគឺហេតុផលហើយទាំងអស់គ្នាឃើញហើយ user លេងសិតតែ7000 8000វីដេអូអញ្ចឹងម៉ាស៊ីនយើងប្រហែលជារត់មិនរួចទេអូខេអញ្ចឹងអានេះវីដេអូនេះគឺខ្ញុំមកបញ្ជាក់ថាហេតុអីបានជានៅក្នុងកម្មវិធីរបស់ខ្ញុំសរសេរទាញយកតាមចំនួនដែលយើងកំណត់គឺមិនបាច់ឲ្យវា download ម្ដងមក profile បាទអរគុណច្រើន